សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់និទានកុមារថ្ងៃនេះអ្នកគ្រូមានរឿងមួយដែលមានចំណងជើងថាកណ្ដុរនិងពពែដែលរឿងនេះនិពន្ធដោយកញ្ញាលីសូរិយាវិចិត្រករគូររូបដោយលោកស្រីត្រីសំភ័រដើម្បីឲ្យដឹងថារឿងនេះមានអត្ថន័យយ៉ាងណាយើងនឹងអានទាំងអស់គ្នាកណ្ដុរជាសត្វមិនចេះនៅស្ងៀមទេថ្ងៃនេះវាចង់លេងលោតមឹកតែពុំមាននរណាលេងជាមួយទេអូខ្ញុំទៅរកអ្នកជិតខាងរបស់ខ្ញុំសិនតុមកបងពពែទៅលេងលោតមឹកជាមួយខ្ញុំទេខ្ញុំត្រូវការដេកឲ្យបានច្រើនមកទៅលេងលោតមឹកជាមួយខ្ញុំពពែនៅតែមិនព្រមក្រោកចេញពីគ្រែទៅក៏បានដែរពពែលោតចុះឡើងបានផ្ទះច្រើនជាងកណ្ដុរលេងលោតមឹកសប្បាយណាស់មានមិត្តភ័ក្តិលេងជាមួយកាន់តែសប្បាយថែមទៀតអញ្ចឹងរឿងនេះបានចប់ហើយណាកូនអញ្ចឹងកូនធ្លាប់លេងលោតមឹកជាមួយមិត្តភ័ក្តិអត់ហើយពេលដែលកូនលេងលោតមឹកជាមួយមិត្តភ័ក្តិតើមិត្តភ័ក្តិកូនចង់លេងជាមួយកូនដែរឬទេបើលេងចាំប្រាប់ឈ្មោះមិត្តភ័ក្តិកូននៅក្នុង comment ផងណាអរគុណច្រើនជួបគ្នានៅរឿងក្រោយទៀត